ភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាទីតាំងដែលរងការបាក់ស្រុតច្រាំងទន្លេនឹងប្រែក្លាយទៅជាសួនបៃតងដ៏ស្រស់ស្អាតដែលប្រសិទ្ធនាមថាសួនតេជោធិបតីអាយុធមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាទីតាំងដែលរងការបាក់ស្រុតច្រាំងទន្លេកាលពីយប់ថ្ងៃទី30ខែមករាឆ្នាំ2026កន្លងទៅនៅចំណុចភូមិទី15សង្កាត់កំពង់ចាមក្រុងកំពង់ចាមខេត្តកំពង់ចាមនឹងប្រែក្លាយទៅជាសួនបៃតងដ៏ស្រស់ស្អាតដែលប្រសិទ្ធនាមថាសួនតេជោធិបតីការថ្លែងយ៉ាងដូចនេះនេះឱកាសដែលអាយុធមរួមជាមួយអាយុធមឃ្លុតផនប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី21អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមដែលរៀបចំឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នេះអាយុធមអ៊ុនចិន្តាបានមានប្រសាសន៍បន្តថាដោយមានកិច្ចសហការរវាងរដ្ឋបាលខេត្តនិងក្រសួងធនធានទឹកនិងឧតុនិយមនាពេលថ្មីៗនេះអាយុធមថោងចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យសិក្សាស្ដារនិងជំរុញការសាងសង់ច្រាំងទន្លេនេះជាបណ្ដោះអាសន្នសិនសម្រាប់វិធានការដំបូងមន្ត្រីជំនាញបានធ្វើការទប់បើកខ្សាច់ផ្ទៃខាងក្រោមជាបណ្ដោះអាសន្នសិនជៀសវាងការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់អាយុធមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមថាផ្អែកលើស្ថានភាពបច្ចុប្បន្ននិងដើម្បីទប់ស្កាត់កុំឲ្យរងការខូចខាតឬបាក់ស្រុតបន្តទៀតចំពោះមុខមានតែពង្រីកច្រាំងទន្លេធ្វើជាសួនច្បារបន្ថែមចាប់ពីចំណុចស្ថានីយបូមទឹករបស់រដ្ឋកោទឹកខេត្តទៅត្រង់ដល់ចំណុចកំពង់រង់ចាំដែលមានទំហំប្រមាណ7.3ហិកតាដើម្បីឲ្យខ្សែទឹករត់ស្មើគ្នាវិញអាយុធមអភិបាលខេត្តបានគូបញ្ជាក់ថាក្រោយពេលបញ្ចប់ការស្ដារនិងសាងសង់ច្រាំងទន្លេនេះជាស្ថាពរទីតាំងនេះនឹងត្រូវប្រែក្លាយទៅជាសួនច្បារបៃតងដ៏ស្រស់ស្អាតដែលប្រសិទ្ធនាមថាសួនតេជោធិបតីដើម្បីលើកកម្ពស់សោភ័ណភាពក្រុងបម្រើដល់វិស័យទេសចរណ៍និងបម្រើជាប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋផងដែរស្របពេលនៃការពិនិត្យសិក្សាស្ដារនិងសាងសង់ច្រាំងទន្លេនេះអាយុធមអភិបាលខេត្តកំពង់ចាមក៏បានណែនាំដល់អាជ្ញាធរក្រុងសហការជាមួយសមត្ថកិច្ចដាក់កម្លាំងយាមប្រចាំការ24ម៉ោងលើ24ម៉ោងដើម្បីប្រចាំការហាមឃាត់ការធ្វើចរាចរណ៍និងធ្វើដំណើរចេញចូលតំបន់បាក់ស្រុតច្រាំងទន្លេនោះជាបណ្ដោះអាសន្នដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅស្ថិតក្នុងឱកាសនោះដែរអាយុធមឃ្លុតផនប្រធានក្រុមប្រឹក្សាខេត្តបានលើកយករបៀបវារៈសំខាន់ៗចំនួន4សម្រាប់ដាក់ជូនកិច្ចប្រជុំសាមញ្ញលើកទី21អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមពិនិត្យពិភាក្សានិងអនុម័តដែលនៅក្នុងនោះរួមមាន1ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី20អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម2ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមករានិងលើកទិសដៅប្រចាំខែកុម្ភៈឆ្នាំ2026របស់រដ្ឋបាលខេត្តកំពង់ចាម3ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែដល់មន្ត្រីសាលាខេត្តកំពង់ចាមដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខែមករានិងទី4បញ្ហាផ្សេងៗ